សួស្តីអ្នកនរគ្នាជួបគ្នាជាមួយខ្ញុំ Parker នៅក្នុង Channel Side Talk ហើយនៅក្នុងថ្ងៃនេះយើងមានប្រធានបទមួយទាក់ទងជាមួយនឹង Game Mobile Legends មុននឹងឈានមកដល់ភាពជោគជ័យសប្តាហ៍ថ្ងៃនេះ Mobile Legends គឺមានរឿងរ៉ាវនៅពីក្រោយនឹងច្រើនមែនទែនជាពិសេសគឺទៅលើការប្តឹងផ្តល់គ្នាទាក់ទងជាមួយនឹង IP ហើយនេះគឺជារឿងរ៉ាវនៃ Mobile Legends Bang Bang ពី game ដែលគេថាជា game ដែលចម្លងពីគេរហូតក្លាយជា game ដែលពេញនិយមបំផុតនៅអាស៊ីអាគ្នេយ៍ Mobile Legends Bang Bang ត្រូវបាន publish នៅក្នុងឆ្នាំ 2016 ដោយក្រុមហ៊ុន Moonton នៅអំឡុងពេលនោះ Mobile game គឺមានការចាប់អារម្មណ៍ខ្លាំងមែនទែនដែលនៅក្នុងនោះមានដូចជា League of Legends ហើយជាមួយនឹង Dota 2 ប៉ុន្តែ game ទាំងពីរនោះគឺមានតែនៅលើកុំព្យូទ័រតែប៉ុណ្ណោះអញ្ចឹងពេលនោះដែរ Moonton ក៏បានសម្រេចចិត្តបង្កើតជា Mobile game ដែលអាចលេងបាននៅលើទូរស័ព្ទដៃជាមួយគ្នានេះដែរ Mobile Legends Bang Bang ក៏វាជា game MOBA មួយដែលមានភាពងាយស្រួលសម្រាប់ទូរស័ព្ទដៃដែលសូម្បីតែទូរស័ព្ទធម្មតាក៏អាចលេងបានដែរគឺវាអត់មានទាមទារ spec ខ្ពស់អីណាស់ណាទេប៉ុន្តែភាពជោគជ័យរបស់ Mobile Legends នេះក៏អត់បានយូរប៉ុន្មានដែរភ្លាមនោះ Riot Games ដែលជាអ្នកផលិត game League of Legends ក៏បានប្តឹងទៅលើ Moonton ថាបានចម្លង UI របស់ខ្លួនហើយនៅក្នុងឆ្នាំ 2018 Moonton ក៏បានចាញ់ក្តីមួយទៀតដែលស្ថិតនៅក្នុងប្រទេសចិនហើយត្រូវបង់ប្រាក់សំណងរហូតដល់ $2.9 លានប៉ុន្តែ Moonton អត់ចប់ត្រឹមប៉ុណ្្នឹងទេគឺពួកគេនៅតែព្យាយាមអភិវឌ្ឍ game នេះ develop game នេះឲ្យកាន់តែរីកចម្រើនទៅមុខទៀតនៅចន្លោះឆ្នាំ 2018 រហូតដល់ឆ្នាំ 2020 Mobile Legends Bang Bang ក៏បានវាយលុកទៅកាន់ប្រទេសនៅប៉ែកអាស៊ីអាគ្នេយ៍ដែលមានដូចជាកម្ពុជាហ្វីលីពីនឥណ្ឌូនេស៊ីជាដើមទន្ទឹមនឹងនេះ Moonton ក៏ព្យាយាមអភិវឌ្ឍជាមួយនឹងអក្សរជាតិដែលស្ថិតនៅក្នុងgame នឹងផងដែរដែលនៅពេលដែលយើងបើក loading screen ចេញទៅគឺយើងនឹងឃើញជាភាសាឧទាហរណ៍ថាយើងនៅប្រទេសខ្មែរអញ្ចឹងយើងបើកមកយើងនឹងឃើញជាភាសាខ្មែរទាំងអស់ហើយសប្តាហ៍ថ្ងៃនេះនៅប្រទេសកម្ពុជាយើងក៏មានអ្នកលេង game Mobile Legends នេះច្រើនខ្លាំងមែនទែនដោយយើងសង្កេតឃើញសប្តាហ៍ថ្ងៃនេះទាំងអ្នកធ្វើការទាំងសិស្សសាលាទាំងនៅតាមហាងកាហ្វេក៏ដោយគឺសិតតែអ្នកលេង Mobile Legends នេះបន្ទាប់មកទៀត Moonton ក៏បានចាប់ផ្ដើមបង្កើតជា tournament ដើម្បីអភិវឌ្ឍទៅលើវិស័យ e-sport ផងដែរនៅក្នុងឆ្នាំ 2019 Moonton ក៏បានបង្កើតជា annual tournament ដែលនឹងប្រពឡើងរយៈពេល1ឆ្នាំម្ដងដែលនោះគឺ World Championship ដែល M1 World Championship ធ្វើឡើងនៅប្រទេសម៉ាឡេស៊ីទីក្រុងកូឡាឡាំពួរក្រោយមានភាពជោគជ័យទៅលើផ្នែក e-sport នេះ Moonton ក៏បន្តធ្វើនៅ tournament World Series របស់ខ្លួនរហូតមកដល់ឥឡូវនេះគឺមកដល់ M6 World Championship ហើយក្រុមដែលទទួលបានជើងឯកនៅក្នុងការប្រកួត M6 World Championship នេះគឺក្រុម Fnatic Onyx Philippines ជាមួយគ្នានេះដែរ prize pool នៅក្នុងការប្រកួត M World Championship នេះក៏មានការកើនឡើងជាច្រើនចាប់ពី M1 ពី$25,000រហូតមកដល់ M2 ឡើងទៅដល់$30,000ហើយ M3 ឡើងរហូតទៅដល់$80,000តរហូតមកដល់ M6 នេះគឺមាន prize pool រហូតទៅដល់$1 លានមិនត្រឹមតែមានជាមួយនឹង M World Series ទេ Moonton ក៏បានបង្កើតជាមួយនឹងការប្រកួតមួយទៀតដែលធ្វើឡើងនៅពាក់កណ្ដាលឆ្នាំនោះគឺ MSC ដែល MSC នេះដំបូងឡើយគឺមានឈ្មោះថា Mobile Legends Bang Bang Southeast Asian Cup ដែលតម្រូវឲ្យក្រុមដែលចូលរួមនោះគឺស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ប៉ុន្តែចូលមកដល់ឆ្នាំ 2024 ដែល Mobile Legends ក៏បានចូលរួមជាមួយនឹងការប្រកួត eSport World Cup ដែលមានជាមួយនឹង prize pool ច្រើនខ្លាំងមែនទែនហើយពេលនោះ MSC ក៏បានបដូរឈ្មោះទៅជា Mid Season Cup ដែល Mid Season Cup នេះគឺក្រុមដែលចូលរួមគឺមកពីបណ្ដាប្រទេសផ្សេងទូទាំងពិភពលោកតែម្ដងដូចជាមួយនឹង M World Series ដូចគ្នាហើយការប្រកួត MSC នៅក្នុង eSport World Cup ឆ្នាំ 2024 នេះគឺ prize pool រហូតទៅដល់$3 លានក្រៅពី e-sport Moonton ក៏មានជាមួយនឹង collaboration skin ជាច្រើនជាមួយនឹង franchise ភាពយន្តល្បីៗដែលមានដូចជា Kung Fu Panda, Star Wars, Transformer ជាដើមហើយជាពិសេសក៏មានជាមួយនឹង skin anime ផងដែរដែលមានដូចជា Jujutsu Kaisen, Hunter x Hunter ហើយថ្មីនេះមានជាមួយនឹង skin Naruto ដូចគ្នាសប្តាហ៍ថ្ងៃនេះ game Mobile Legends គឺមានអ្នក download ពី Play Store រហូតទៅដល់ជាង 1000 លាននាក់ហើយក៏មានអ្នកលេងជាប្រចាំថ្ងៃរាប់លាននាក់ផងដែរគ្នាយើងយល់យ៉ាងណាដែរចំពោះ game Mobile Legends នេះទាំង e-sport ទាំង game ទាំងមូលហើយកុំភ្លេចប្រាប់ខ្ញុំផងតើអ្នកនរគ្នាស្គាល់ game នេះ
តាមរយៈអ្វីតាមរយៈ e-sport ឬក៏មិត្តភ័ក្តិនាំលេងឬក៏ឃើញហ្គេមហ្នឹងគេល្បីលេងមួយគេដែរអីចឹងអាច comment នៅខាងក្រោមហើយបើសិនជាអ្នកនរគ្នាចូលចិត្តវីដេអូនេះកុំភ្លេចចុច subscribe ហើយយើងនឹងជួបគ្នានៅវីដេអូក្រោយបាយបាយ